នេះគឺជាមុខងារដ៏សាមញ្ញមួយដែលអ្នកប្រើប្រាស់ទូរស័ព្ទដើម្បីធ្វើប្រតិបត្តិការទូទាត់ឬក៏ផ្ទេរប្រាក់ញឹកញាប់គួរតែដឹងធ្វើបិទថាវាសាមញ្ញប៉ុន្តែវាជួយឲ្យយើងចំណេញពេលវេលាបានច្រើនមែនទែនចំពោះប្រតិបត្តិការដែលយើងតែងតែធ្វើដដែលជាប្រចាំអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកកម្មវិធីថ្មីមួយរបស់ធនាគារ J Trust Royal ដែលមានឈ្មោះថា JTR Mobile ដោយសារតែខ្ញុំឃើញមានចំណុចពិសេសមួយចំនួនលើសពីអ្វីដែលយើងធ្លាប់ឃើញនៅលើ Mobile Banking App ជំនាន់មុនប៉ុន្តែមុនចាប់ផ្ដើមខ្ញុំសូមបង្ហាញបងប្អូនទូៗអំពី JTR Mobile App នេះបន្តិចសិនអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនៅលើ Mobile Banking App ថ្មីរបស់ធនាគារ J Trust Royal នេះគឺជាការរចនាឡើងវិញជាមួយនឹងរូបរាងថ្មីបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាងមុនងាយស្រួលប្រើជាងមុនការឆ្លើយតបក៏លឿននិងរលូនជាងមុនជាពិសេសយើងអាចកែប្រែផ្ទាំងបញ្ជាទៅតាមទម្លាប់និងចំណូលចិត្តនៃការប្រើប្រាស់របស់យើងបានរាប់បញ្ចូលទាំងរូបរាងបែប Dark Mode, Light Mode និងការតម្រៀបលំដាប់លំដោយ icon មុខងារទៅតាមទម្លាប់នៃការប្រើប្រាស់របស់យើងជាក់ស្ដែងមុខងារពិសេសមួយដែលខ្ញុំស្វាគមន៍ខ្លាំងជាងគេហើយវាជួយសន្សំពេលវេលានៃការធ្វើប្រតិបត្តិការរបស់យើងបានច្រើននោះគឺការកំណត់គំរូប្រតិបត្តិការឬក៏មុខងារចំណូលចិត្តដែលអនុញ្ញាតឲ្យយើងបង្កើត shortcut ប្រតិបត្តិការណាមួយនៅលើផ្ទាំង home screen បានតែម្ដងដូច្នេះរាល់ការធ្វើប្រតិបត្តិការនៅពេលបន្ទាប់គឺយើងមិនចាំបាច់ចូលទៅរកមើលនៅក្នុងបញ្ជីឡើងវិញនោះទេហើយយើងក៏អាចធ្វើស្រដៀងគ្នានេះបានដែរជាមួយនឹងគំរូ scan QR ដូច្នេះរាល់ការទូទាត់ចំណាយទៅកាន់ហាងណាមួយដែលយើងតែងតែទូទាត់ជាប្រចាំយើងអត់ចាំបាច់រងចាំឬក៏សុំម្ចាស់ហាងដើម្បីគាត់បង្ហាញ QR ឲ្យយើង scan ម្ដងទៀតនោះទេចំពោះប្រព័ន្ធសុវត្ថិភាពក៏ត្រូវបានពង្រឹងឲ្យកាន់តែខ្ពស់ជាងមុនជាមួយនឹងមុខងារ scan ក្រយៅដៃនិងមុខងារសម្គាល់ផ្ទៃមុខដែលផ្ដល់សុវត្ថិភាពខ្ពស់និងរហ័សរាល់ពេលធ្វើប្រតិបត្តិការហើយធានាថាមានតែម្ចាស់គណនីតែម្នាក់គត់ដែលអាចធ្វើប្រតិបត្តិការនេះបានសម្រាប់ការគ្រប់គ្រងគណនីនៅលើ JTR Mobile យើងអាចពិនិត្យសមតុល្យក៏ដូចជាបដូរឈ្មោះគណនីសន្សំបានដោយខ្លួនឯងភ្លាមៗនៅពេលណាក៏បានដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខារបស់ធនាគារ J Trust Royal នោះទេបច្ចុប្បន្នការប្រើប្រាស់ប័ណ្ណផ្សេងៗដូចជាប័ណ្ណឥណពន្ធឬក៏ប័ណ្ណឥណទានវាបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃក៏ដូចជានៅក្នុងអាជីវកម្មរបស់យើងដូច្នេះនៅលើ JTR Mobile យើងអាចគ្រប់គ្រងប័ណ្ណរបស់យើងបានយ៉ាងពេញលេញដូចជាការស្នើសុំគម្រោងបង់រំលោះតាមប័ណ្ណឥណទានការដាក់ដំណើរការលើកដំបូងការបង្កក់ប័ណ្ណជាបន្តអាសន្នឬក៏បើកឲ្យដំណើរការឡើងវិញក៏ដូចជាការកំណត់ទំហំប្រតិបត្តិការរបស់ប័ណ្ណចំណែកការទូទាត់វិក័យប័ត្រឬក៏សេវាកម្មរដ្ឋបាលបងប្អូនអាចធ្វើការទូទាត់បានគ្រប់សេវាកម្មដែលចាំបាច់ដូចជាទូទាត់ថ្លៃទឹកថ្លៃភ្លើងថ្លៃសម្រាមសេវាអ៊ីនធឺណិតនិងសេវាកម្មរដ្ឋាភិបាលជាច្រើនទៀតនៅលើ JTR Mobile នេះដោយខ្លួនឯងបានគ្រប់ពេលគូបញ្ជាក់ផងដែរថារាល់ការធ្វើប្រតិបត្តិការទាំងអស់ទាំងចេញនិងចូលយើងនឹងទទួលបានសារបញ្ជូនដំណឹងភ្លាមៗអំពីប្រតិបត្តិការរបស់យើងដើម្បីធានាសុវត្ថិភាពសុក្រឹតភាពនិងទំនុកចិត្តនៃការប្រើប្រាស់ប៉ុន្តែក៏នៅមានចំណុចមួយទៀតដែលអ្នកប្រើប្រាស់មិនគួរមើលរំលងនោះគឺអ្នកប្រើប្រាស់ JTR Mobile ក៏មានឱកាសទទួលបាន promotion ផ្សេងៗជាមួយនឹងដៃគូរបស់ធនាគារ J Trust Royal ដែលយើងអាចមើលឃើញពី promotion ទាំងអស់ហ្នឹងនៅលើ JTR Mobile App ផ្ទាល់តែម្ដងទន្ទឹមគ្នានេះដែរចំពោះ App ជំនាន់មុនគឺ J Trust Royal Mobile នឹងលែងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយដូច្នេះដើម្បីទទួលបានភាពងាយស្រួលក៏ដូចជាមុខងារថ្មីសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទៅ download app JTR Mobile នេះវិញដែលមានទាំងនៅក្នុង App Store ក៏ដូចជា Play Store អញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ